ចាសូមជម្រាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ចូលមកកាន់ភាសាអង់គ្លេសថ្នាក់ទី7ថ្ងៃនេះយើងចូលមកទំព័រថ្មីមួយទៀតបងប្អូនគឺទំព័រទី99ចាឥឡូវយើងទៅមើលចំណុចទី3 number 3 type script 6.16.2 type script 6.16.2 Who said this នរណានិយាយរឿងទាំងនេះ Listen again and check Sorry listen again and tick ស្ដាប់ម្ដងទៀតរួចគូសគ្រីសចាស្ដាប់ម្ដងទៀតនិងគូសគ្រីសឬក៏គូស tick សញ្ញា tick អញ្ចឹង type script 6.16.2 គឺមាននៅក្នុងទំព័រទី98ចាអញ្ចឹងនៅក្នុងវីដេអូនេះគឺនាងខ្ញុំមិនបានអាន type script ជូនបងប្អូនម្ដងទៀតទេគឺនាងខ្ញុំនឹងធ្វើការឆ្លើយសំណួរជូនទៅកាន់បងប្អូនទាំងអស់គ្នាតែម្ដងអញ្ចឹងយើងមើលគំរូដែលគេបានឲ្យនេះគេសួរថាតើនរណានិយាយបានន័យថានិយាយប្រយោគទាំងនេះចាបងប្អូនចាសំដៅទៅលើប្រយោគនីមួយៗឧទាហរណ៍ទី1 I can play football ខ្ញុំអាចលេងបាល់ទាត់អញ្ចឹងគេគូសគ្រីសនៅត្រង់ឈ្មោះរបស់តារាមានន័យថាតារាគាត់ជាអ្នកនិយាយប្រយោគមួយនេះគឺតារាគាត់និយាយថា I can play football តារាអាចលេងបាល់ទាត់ចាអញ្ចឹងយើងមើលសំណួរទី2បន្តទៀត I can speak English ខ្ញុំអាចនិយាយភាសាអង់គ្លេសចាអញ្ចឹងនៅក្នុង type script 6.16.2 នេះអ្នកដែលអាចនិយាយភាសាអង់គ្លេសបានគឺអាវងចាអញ្ចឹងបងប្អូនអាចគ្រីសត្រង់ឈ្មោះអាវងនេះមក number 3 I can fit I can fit the dog ខ្ញុំមិនអាចឲ្យចំណីសត្វឆ្កែបានទេចាអញ្ចឹងប្រយោគទី3នេះគឺអាវងគាត់ជាអ្នកនិយាយផងដែរចាអញ្ចឹងអាវងគឺជាសត្វបក្សីហើយគាត់មិនអាចឲ្យចំណីសត្វឆ្កែបានទេ number 4 I can draw ខ្ញុំមិនអាចគូគំនូរទេចាអញ្ចឹងត្រង់កន្លែងនេះក៏អាវងគាត់ជាអ្នកនិយាយដែរអញ្ចឹងបងប្អូនអាចគ្រីសត្រង់ឈ្មោះអាវងនេះ number 5 លេខ5 I can play the guitar I can play the guitar ខ្ញុំអាចលេងហ្គីតាអញ្ចឹងអ្នកដែលអាចលេងហ្គីតាបានគឺអាវងដែរបងប្អូនណាកន្លែងនេះគឺអាវង number 6 I can sing ខ្ញុំអាចច្រៀងចាអ្នកដែលនិយាយថាមិនអាចច្រៀងបានក៏ជាអាវងដែរអញ្ចឹងសំណួរទី3របស់យើងចម្លើយគឺអាវងទាំងអស់តែម្ដងបងប្អូនយើងគ្រីសពីលេខ2រហូតដល់លេខ6គឺអាវងយើងបន្តទៅសំណួរទី4 number 4 type script 6.16.3 type script 6.16.3 listen and repeat ស្ដាប់និងថាឡើងវិញស្ដាប់និងថាឡើងវិញឬក៏ថាតាមអញ្ចឹងនៅក្នុង type script 6.16.3 នេះគឺដូចគ្នាទៅនឹងអត្ថបទចាដូចគ្នាទៅនឹងប្រយោគដែលគេបានឲ្យនៅខាងមុខនេះចាអញ្ចឹងយើងមិនចាំបាច់ចូលទៅមើល type script ទេយើងអានប្រយោគដែលនៅខាងមុខនេះតែម្ដង I can play football ខ្ញុំអាចលេងបាល់ទាត់ She can play football នាងអាចលេងបាល់ទាត់ He can play football គាត់មិនអាចលេងបាល់ទាត់បានទេ Can she play football
ta niên ai lên bà tọt bàn đài rồi tế yes she can bát rồi có bát niên ai lên bàn can he play football ta con ai lên bàn tọt bàn đài rồi tế no he can tế con mình ai lên bàn tế can mà bị bịa thác cannot chẳng nơi không bây giờ tăng phần mạng cái bàn ai bao giờ ní cứ chỉ bạn này cả pra can chắc bông ôn ai pra can bạn ấy can nhưng mà ai hiện ra cho mình nắng can he see it có dân pra cho mình nắng can đôi khi hai tập mỗi cứ nhớ một chục mũi nâng kệ để giả sạp hai kệ để giả sạp bỏ nhớ cứ phần miền as phần time từ lời kệ để giả sạp bỏ dương tê chả thì chỉ bị I can play football she can play football chả hai chụp bộประโยค bạn để xét cứ dương pra cannot rồi có dương an chia tầm rộng cách cứ can he can she can cho bộประโยคសំណួរ can she ណា can he can I ចឹងទៅហើយចម្លើយyes yes she can ឬក៏ yes he can ឬក៏ yes I can ចឹងទៅប៉ុន្តែសម្រាប់បដិសេធ no no I cannot ឬក៏ I can no she can no he can he play football នេះបងប្អូនកន្លែងនេះគេដាក់ no he can ចឹងទៅចា៎ចឹងយើងបន្តទៅកាន់លេខ5តទៀត number 5 what can you do អ្វីដែលអ្នកអាចធ្វើបាន what can you do អ្វីដែលអ្នកមិនអាចធ្វើបាន write in your notebook សរសេរនៅក្នុងសៀវភៅសរសេររបស់អ្នកចាសៀវភៅកត់ត្រារបស់អ្នក write 3 true things about you សរសេរ3រឿងរ៉ាវចំនួន3ដែលពិតស្ដីអំពីអ្នក write 2 not true things about you សរសេររឿងរ៉ាវដែលមិនពិតនិងចំនួន2អំពីអ្នកចឹងបងប្អូនសរសេរ3ប្រយោគមករឿងអ្វីដែលបងប្អូនអាចធ្វើបានហើយ2ប្រយោគទៀតហ្នឹងគឺអ្វីដែលបងប្អូនមិនអាចធ្វើបានជារឿងពិតតលខ្លួនរបស់បងប្អូនតែម្ដងដោយប្រើនឹងប្រើ can ហើយនឹង cannot ចឹងបងប្អូនសរសេរមកយើងប្រើ I can ចាខ្ញុំឧទាហរណ៍ជូនបងប្អូនដូចជាI can cook food ខ្ញុំអាចចម្អិនអាហារចឹងទៅចាដូចជា I can do the washing up ខ្ញុំអាចលាងចានឬក៏ I can swim ឬក៏ I can speak English ចាហ្នឹងគឺអ្វីដែលយើងអាចធ្វើបានហើយពីប្រយោគចារឿងរ៉ាវ2ដែលសម្រាប់យើងដែលយើងអាចធ្វើបានហ្នឹងខ្ញុំឧទាហរណ៍ជូនបងប្អូនដូចជា I can sing I can do the garden I can do the garden ខ្ញុំមិនអាចច្រៀងឬក៏មិនអាចធ្វើសួនច្បារបានណាចាអញ្ចឹងសម្រាប់បងប្អូនអាចសរសេរ5ប្រយោគមក3ដែលពិតដែលពិតប្រកបហើយនឹង2ទៀតដែលមិនជារឿងរ៉ាវដែលមិនពិតnumber 6 ឥឡូវយើងបន្តចូលទៅចំណុចទី6តទៀត number 6 ask your friend សួរមិត្តភក្តិរបស់អ្នក don't write កុំសរសេរ can they guess តើពួកគេអាចទស្សន៍ទាយបានដែរឬទេឥឡូវយើងមើលគម្រោងកន្លែងនេះយើងអត់សរសេរចូលសៀវភៅ notebook ទេគឺយើងសន្ទនាយើងតែម្ដងគេ I can play football ខ្ញុំ
ខ្ញុំអាចលេបបាល់ទាត់ Yes you can បាទឬក៏ចាស់អ្នកអាចលេងបាល់ទាត់បាន No you can ទេអ្នកមិនអាចទេចាចឹងកន្លែងនេះគឺគេចង់ឲ្យបងប្អូនធ្វើការសន្ទនាចាអញ្ចឹងបងប្អូនអាចឲ្យដៃគូរបស់យើងទស្សទាយបើសិនជាយើងប្រើប្រយោគចាយើងអាចបង្កើតប្រយោគថ្មីជាមួយនឹងពាក្យ can គេឧទាហរណ៍យើងដូចជា I can play football ខ្ញុំអាចលេងបាល់ទាត់បើសិនជាមិត្តរបស់បងប្អូនគាត់ឆ្លើយគាត់អាចទស្សទាយមានពីរដូចជា Yes you can បាទឬក៏ចាស់ហ្នឹងអ្នកអាចលេងបាល់ទាត់ No you can ទេអ្នកមិនអាចទេចាអញ្ចឹងគាត់អាចធ្វើការទស្សទាយបានពីរចម្លើយដោយប្រើ short answer ជាមួយនឹង can ចានេះជាការសន្ទនានៅក្នុងថ្នាក់នៅពេលដែលបងប្អូនមានដៃគូនៅក្នុងថ្នាក់គឺគាត់នឹងលោកគ្រូអ្នកគ្រូនឹងបញ្ជាក់ប្រាប់បងប្អូនឥឡូវយើងចូលទៅចំណុចទី7បន្តទៀត work with a different partner ធ្វើការជាមួយនឹងដៃគូខុសប្លែកម្នាក់បើន័យថាប្លែកពីដៃគូរបស់យើងលើកមុន tell him or her ប្រាប់ទៅកាន់គាត់ឬក៏ប្រាប់ទៅកាន់នាងថា what your friend can and can do អ្វីដែលមិត្តរបស់អ្នកនឹងអាចធ្វើបានហើយនឹងមិនអាចធ្វើបានអញ្ចឹងយើងមានចម្លើយចាយើងបន្ទាប់ពីយើងសន្ទនាជាមួយដៃគូរបស់យើងម្នាក់ហើយយើងដឹងថាគាត់អាចធ្វើអីបានគាត់មិនអាចធ្វើបានចឹងយើងប្រាប់ទៅកាន់ដៃគូម្នាក់ទៀតចាឧទាហរណ៍ថាមិត្តរបស់យើងគាត់ឈ្មោះថាតារាអញ្ចឹងនេះបងប្អូនមើលគំរូតារាគេបានឲ្យនេះតារា can play football តារាអាចលេងបាល់ទាត់ but he can do his work his homework ប៉ុន្តែគាត់មិនអាចធ្វើកិច្ចការផ្ទះរបស់គាត់បានទេចាអានេះយើងដឹងព័ត៌មានចាយើងដឹងព័ត៌មានពីមិត្តរបស់យើងហើយយើងយកព័ត៌មាននោះទៅប្រាប់ដៃគូរបស់យើងម្នាក់ទៀតចាអញ្ចឹងបងប្អូនអាចមើលទៅលើអ្វីដែលគេបានលើកជាឧទាហរណ៍នៅក្នុងចំណុចទី7នេះចាចំណុចទី7នេះគេបានបញ្ជាក់យើងដូចជាមិត្តរបស់យើងក៏ឈ្មោះតារាចាតារា can play football តារាគាត់អាចលេងបាល់ទាត់ but he can do his homework ប៉ុន្តែគាត់មិនអាចធ្វើកិច្ចការផ្ទះរបស់គាត់បានទេចាអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូននឹងយល់នៅក្នុងចំណុចទី7ចាអញ្ចឹងភាសាអង់គ្លេសថ្នាក់ទី7ទំព័រទី99ខ្ញុំសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះហើយជួបបងប្អូននៅវីដេអូក្រោយទៀតទំព័រទី100